ថ្ងៃនេះយើងសិក្សាសាមញ្ញទិដ្ឋិបញ្ចប់គឺទិដ្ឋិទី15បានដល់វិភាគៈទិដ្ឋិដូច្នេះទិដ្ឋិទី15គឺវិភាគៈទិដ្ឋិនេះមានន័យថាជាទិដ្ឋិដែលប្រាប់សេចក្តីថាចំណែកឬក៏ផ្នែកនៅពេលដែលយើងប្រែទិដ្ឋិនេះទៅផ្ដើមដោយអយតនិបាតថាដោយហើយបន្ទាប់មកមានពាក្យចំណែកឬក៏ពាក្យផ្នែកនេះឯងហើយវាមានចុះបច្ច័យ2គឺទាហាហើយនិងសោនៅក្នុងបតិរូបសិទ្ធិវិភាគៈទិដ្ឋិនេះវាគឺជាផ្នែកមួយនៃអព្យាយតទិដ្ឋិក៏ប៉ុន្តែសម្រាប់ក្បួនខ្នាតរបស់អ្នកប្រាជ្ញខ្មែរយើងគឺលោកបំបែកចេញអញ្ចឹងដោយសារតែវាជាអព្យាយតទិដ្ឋិហេតុដូច្នេះហើយទៅនៅពេលដែលសម្រាប់រូបចេញមកនឹងបទទិដ្ឋិនោះជាប្រភេទអព្យាយបទមានន័យថាបំបែកអត់បានទេបើវាឯកធាវានៅតែជាឯកធាអញ្ចឹងទៅពហុធាបញ្ចធាឆធានវធាអីជាដើមហ្នឹងគឺវានៅតែបែបហ្នឹងឬក៏ផ្ចាញ់ចនៈសោអដ្ឋសោឋានសោអីជាដើមហ្នឹងវានៅតែរក្សារូបបច្ច័យនឹងនៅដដែលអត់មានត្រូវបំបែកទៅណាទេបច្ច័យពីរនឹងគឺអត់ប្រែប្រួលទេណាដោយសារតែវាជាប្រភេទអព្យាយបទយើងមើលចំណុចកនេះគឺទាហាបច្ច័យហើយក្នុងករណីដែលយកទៅប្រកបអាចប្រកបជាមួយនឹងសង្ខ្យាជាមួយនឹងពួកនាមហើយពួកនាមនឹងមាននាមនាមមានសព្វនាមឬក៏គុណនាមវាមាន3ហើយការតាំងវកហៈនឹងអាចប្រែប្រួលវចនៈមានន័យថាវចនៈវាប្រែប្រួលទៅតាមប្រភេទរបស់សង្ខ្យាឬក៏របស់នាមដែរណាពីព្រោះយើងដឹងហើយថាវចនៈតែចាប់ពី2ឡើងទៅគឺជាពហុវចនៈហើយអញ្ចឹងយើងមើលវកហៈជាឧទាហរណ៍គឺអេកេនៈវិភាកេនៈសម្រាប់រូបមកជាអេកធាឈ្មោះវាគឺវិភាគៈទិដ្ឋិដូច្នេះផ្នែកនេះគឺជារូបវកហៈនេះគឺជាតួទិដ្ឋិហើយនេះគឺជាឈ្មោះហើយសាបថាវិភាគៈនេះដែលជាឈ្មោះរបស់ទិដ្ឋិហ្នឹងនៅពេលដែលយកមកចងគឺយើងយកសាបនឹងឯងមកបំបែកនៅត្រង់តតយាវិភ័តហើយវាពហុឬក៏វាឯកវចនៈវាអាស្រ័យលើសង្ខ្យាឯនេះអញ្ចឹងក្នុងទីនេះគឺចងមានបំបែកតែសម្រាប់តតយាវិភ័តប៉ុណ្ណឹងជាឯកវចនៈឬក៏ជាពហុវចនៈនោះវាទៅតាមសង្ខ្យាដែលនៅខាងដើមនេះឧទាហរណ៍មួយទៀតនេះគឺទ្វិហេវិភាកេហេសម្រាប់រូបមកជាទ្វិធាឈ្មោះគឺវិភាគៈទិដ្ឋិដូច្នេះឯកធានេះគឺមកពីឯកៈបូកនឹងធាបច្ច័យហើយទ្វិធានេះមកពីទ្វិបូកនឹងធាបច្ច័យហើយអត់មានត្រូវបំបែកទៅណាទៀតទេណាគឺវានៅតែជារូបបែបហ្នឹងហើយអញ្ញបទក៏អត់មានដែរអញ្ចឹងមើលឧទាហរណ៍មួយទៀតនេះគឺពហុហេវិភាកេហេសម្រាប់រូបមកជាពហុធាហើយឈ្មោះគឺវិភាគៈទិដ្ឋិនឹងឯងដោយសារពេលចងគឺយើងយកសាបថាវិភាគៈនឹងមកបំបែកត្រង់តតយាវិភ័តហើយវាពហុឬក៏វាឯកវាអាស្រ័យលើសង្ខ្យាឬក៏គុណនាមនឹងតើវាពហុឬក៏វាឯកមានន័យថាវាប្រាប់ចំនួនតិចឬក៏ចំនួនច្រើនចឹងយើងមើលវកហានុឡោមដែលខ្ញុំលើកជាលើគឺអេកេនៈវិភាកេនៈអេកធាអេកធាចឹងយើងប្រែលត់ប្រយោគថាវិភាកេនៈដោយចំណែកអេកេនៈ1អេកធាឈ្មោះអេកធាអេកធាដោយចំណែក1អញ្ចឹងប្រែគឺចេញតួវិភ័តតតយាតែម្ដងហើយវកហានុឡោមមួយទៀតនេះគឺទ្វិហេវិភាកេហេទ្វិធាទ្វិធាអញ្ចឹងយើងប្រែលោតប្រយោគថាវិភាកេហេដោយចំណែកទាំងឡាយទ្វិហេ2ទ្វិធាឈ្មោះទ្វិធាទ្វិធាដោយចំណែក2អញ្ចឹងនេះគឺជាឧទាហរណ៍ដែលយើងអាចយកមកអនុវត្តបានហើយតោងដឹងថាតែចាប់ពី2ឡើងទៅវាពហុវចនៈហើយនៅពេលដែលពហុវចនៈពេលដែលចងគឺសាបថាវិភាគៈនឹងយកមកបំបែកនឹងតតយាវិភ័តពហុវចនៈដែលមានរូបបែបនេះបន្ទាប់មកយើងគ្រាន់តែយកសង្ខ្យានេះណាយកបញ្ចៈឬក៏ឆៈនេះមកបំពាក់
តតិយាវិភ័តពហុវចនៈដែរទៅតាមប្រភេទសង្ខាមួយណាដូច្នេះនៅត្រង់ធាបច្ច័យនេះវាប្រកបជាមួយនឹងសង្ខាស័ព្ទឬក៏ជាមួយនឹងពួកនាមហើយវកហៈវាប្រែប្រួលឥឡូវយើងមើលចំណុចខវិញគឺសោបច្ច័យហើយពេលដែលប្រកបគឺប្រកបតែជាមួយនឹងពួកនាមទេណាហើយពួកនាមយើងដឹងថាវាមានចែកជានាមនាមសព្វនាមហើយនឹងគុណនាមហើយចំពោះវេជ្ជនៈវាគឺនៅថេមានន័យថាវាជាឯកវេជ្ជនៈនៅពេលដែលយើងយកវិភាគៈស័ព្ទនេះមកបំបែកដើម្បីតាំងវកហៈនោះគឺបំបែកវាតែត្រង់ឯកវេជ្ជនៈទៅបានហើយណាហើយបើនឹងឯកវេជ្ជនៈតតិយាវិភ័តបទដែលវាត្រូវយកមកប្រកបផ្សំនឹងបច្ច័យនឹងក៏មានរូបជាឯកវេជ្ជនៈតតិយាវិភ័តដែរណាអញ្ចឹងយើងមើលឧទាហរណ៍តែម្ដងគឺបតេនៈវិភាកេនៈសម្រាប់រូបមកជាបតិសោហើយឈ្មោះវាគឺវិភាគៈតថិតអញ្ចឹងយើងឃើញថាគេយកវិភាគៈនឹងមកបំបែកត្រង់តតិយាវិភ័តនេះគឺមានរូបជាឯកវេជ្ជនៈហើយបទដែលផ្សំជាមួយបច្ច័យនឹងក៏មានរូបជាតតិយាវិភ័តឯកវេជ្ជនៈដែរអញ្ចឹងមើលឧទាហរណ៍មួយទៀតថាសតេនៈវិភាកេនៈសម្រាប់រូបមកជាសតសោឧទាហរណ៍មួយទៀតគឺឧបាយេនៈវិភាកេនៈហើយសម្រាប់រូបមកជាឧបាយសោហើយនេះគឺជាលំនាំឧទាហរណ៍ដែលយើងអាចយកមកតាំងបានសំខាន់គឺយើងដកសោបច្ច័យនឹងចេញទៅហើយយកស័ព្ទដែលជាប់ជាមួយនឹងសោនោះមកប្រកបនឹងតតិយាវិភ័តទៅហើយការបំបែកប្រកបនឹងតតិយាវិភ័តនោះទៀតសោតោងមើលករ៉ាន់មើលលឹងផងណាព្រោះស័ព្ទដែលយកមកនឹងជួនកាលវាមិនសុទ្ធតែជាអក្សរទេដូចក្នុងទីនេះវាអិករ៉ាន់យោនិនឹងហើយអត្ថិលឹងទៀតហើយហេតុនេះគឺជាឧករ៉ាន់ហើយជាប៉ុងលឹងអញ្ចឹងយកទៅបំបែកទៅតាមកូលរបស់វាមួយទៅក៏ប៉ុន្តែវានៅតែជាតតិយាវិភ័តដដែលណាដោយសារវាត្រូវដើរតាមវិភាកេនៈនេះអញ្ចឹងយើងអាចប្រែលោតប្រយោគបានថាវិភាកេនៈដោយចំណែកបតេនៈដោយបទបតិសោឈ្មោះបតិសោបតិសោដោយចំណែកដោយបទអញ្ចឹងយើងគ្រាន់តែយកអានេះមកដាក់ជាតតិយាវិភ័តឯកវេជ្ជនៈទៅហើយយកបទថាវិភាកេនៈនេះមកដាក់ដែរទៅគឺវិភាកេនៈហ្នឹងវានៅថេជាបែបនឹងជាដរាបណាវាមានប្រែប្រួលវចនៈប្រែប្រួលលឹងតណាទេគឺវានៅបែបនឹងប្រែលោតប្រយោគមួយទៀតនេះគឺវិភាកេនៈដោយចំណែកសតេនៈដោយសោតសតសោឈ្មោះសតសោសតសោដោយចំណែកដោយសោតអញ្ចឹងយើងឃើញថាគេគ្រាន់តែយកស័ព្ទដែលភ្ជាប់នឹងបច្ច័យនេះមកបំបែកជាតតិយាវិភ័តឯកវេជ្ជនៈហើយដាក់វិភាកេនៈនឹងនៅខាងចុងទៅពីព្រោះវាជាឈ្មោះរបស់តថិតឧទាហរណ៍មួយទៀតគឺវិភាកេនៈដោយចំណែកឧបាយេនៈដោយឧបាយឧបាយសោឈ្មោះឧបាយសោឧបាយសោដោយចំណែកដោយឧបាយអញ្ចឹងយើងឃើញថាអ្វីដែលគេយកទៅបំបែកនេះគឺវាជាតតិយាវិភ័តឯកវេជ្ជនៈដូចគ្នាអញ្ចឹងនេះគឺជាក្បួនខ្នាតទូទៅរបស់អ្នកប្រាជ្ញខ្មែរយើងឥឡូវយើងទៅមើលចំណុចបន្ថែមនៅក្នុងសត្យនិតិវិញម្ដងចំពោះសត្យនិតិនេះលោកបានកំណត់ថាសោបច្ច័យគឺបច្ច័យទី2ហ្នឹងចុះនៅក្នុងអត្ថ4យ៉ាងគឺអាការដ្ឋៈនេះ1បការដ្ឋៈនេះ1វិភាគដ្ឋៈនេះ1ហើយនឹងគេវលៈតតយដ្ឋៈនឹង1ហើយចំពោះអាការដ្ឋៈនេះគឺនិយាយអំពីអ្វីដែលជាការបង្ហាញខាងក្រៅដល់តែបការដ្ឋៈនេះនិយាយអំពីអ្វីដែលបង្ហាញជាលក្ខណៈខាងក្នុងណាចឹងយើងមើលឧទាហរណ៍ទី1ទៅលើសោបច្ច័យនេះដែលចុះក្នុងអត្ថាអាការដ្ឋៈលោកតាំងវកហៈថាសព្ពាការេនៈសម្រាប់រូបមកជាសព្ពសោឈ្មោះគឺអាការៈតថិតដោយសារយើងយកស័ព្ទថាអាការៈនឹងមកបំបែកជាតតិយាវិភ័តហើយក្នុងទីនេះលោកសន្ធិជាមួយគ្នាក៏ប៉ុន្តែបើចង់បំបែកវិញយើងគ្រាន់តែដាក់កន្លែងនេះថាសព្ពេនៈទៅបន្ទាប់មកអាការេនៈអញ្ចឹងសម្រាប់រូបមកដូចគ្នាទេគ្រាន់តែក្នុងទីនេះលោក
សន្ធិចូលគ្នាអញ្ចឹងវាទៅជាបទតែមួយហើយសម្រាប់មកគឺយកស័ព្ទពាក្យហ្នឹងមកផ្សំជាមួយនឹងសោបច្ច័យយើងប្រែថាដោយអាការៈទាំងពួងឬក៏ដោយអាការៈគ្រប់យ៉ាងឧទាហរណ៍ទី2គឺពហុហេបការិហេសម្រាប់រកមកជាពហុសោហើយឈ្មោះគឺបការៈតថិតដែលឈ្មោះបែបនេះគឺដោយសារពេលដែលចងគឺយើងយកសាបថាបការៈនឹងមកបំបែកជាតតយាវិភ័តឲ្យមកជាឈ្មោះរបស់តថិតហើយរឿងថាពហុវចនៈឬក៏ឯកវចនៈវាអាស្រ័យលើចំនួនសាបនឹងប្រាប់ថាតើវាតិចឬក៏ច្រើនទំនោររបស់វាណាដូចក្នុងទីនេះពហុនឹងវាច្រើនអញ្ចឹងច្រើនយើងចងជាពហុវចនៈនឹងឯងអញ្ចឹងរូបវានៅតែជាតតយាដដែលទេណាហើយក្នុងទីនេះលោកបំបែកចេញពីគ្នាបើចង់ភ្ជាប់ជាមួយគ្នាក៏បានយើងដាក់ពហុបការិហេមកប៉ុណ្ណឹងក៏បានដែរហើយសម្រាប់រូបមកជាពហុសោគឺយកពហុនឹងមកផ្សំនឹងសោបច្ច័យនៅពេលដែលយើងប្រើពហុសោនេះប្រែថាដោយប្រការៈដ៏ច្រើនហើយបើយើងចង់ដូរមកជាអាការៈតថិតក៏បានគ្រាន់តែកន្លែងនេះដាក់អាការិហេមកកើតទៅយើងមើលឧទាហរណ៍ទី3សតតេនៈវិភាកេនៈសម្រាប់រូបមកជាសតសោហើយឈ្មោះវាគឺវិភាកៈតថិតគឺជាចំណុចដែលយើងកំពុងតែរៀននៅខាងលើនេះអញ្ចឹងក្នុងទីនេះគឺលោកភ្ជាប់ជាសមាសជាសន្ធិស្រេចតែប្រសិនបើយើងចង់កាត់ផ្ដាច់ក៏បានដាក់សតតេនៈវិភាកេនៈទៅហើយសម្រាប់រូបមកសតសោគឺមកពីសតៈបូកនឹងសោបច្ច័យប្រែថាដោយចំណែកនៃសោតហើយក្នុងទីនេះគឺឈ្មោះវិភាកៈតថិតដោយសារយើងចងយើងយកបទនឹងមកដាក់ណាយកសាបនឹងមកប្រើតែបើហ៊ានយកសាបខាងនេះមកប្រើវាคล้ายទៅជាឈ្មោះរបស់សាបដែលយើងយកមកប្រើនឹងទៅយើងមើលឧទាហរណ៍ទី4គឺញានៃអ្នកសម្រាប់រូបមកជាយោនិសោឈ្មោះវាគឺកេវលៈតតយតថិតមានន័យថាតថិតនឹងគឺប្រើតតយាវិភ័តសុទ្ធតែម្ដងហើយក្នុងទីនេះយោនិនឹងគឺនិយាយអំពីចំណេះនិយាយអំពីវិជ្ជាដូច្នេះហើយបានជាលោកប្រើសាបថាញានៃអ្នកនេះជំនួសបានណាហើយប្រសិនបើយើងយកយោនិនេះមកបំបែកវាទៅជាយោនិយាដោយសារបំបែកតាមរតិតែក្នុងទីនេះគឺលោកធ្វើជាវេវចនៈគឺយកសាបផ្សេងមកតំណាងហើយដាក់ជាតតយាវិភ័តទៅពីព្រោះនៅក្នុងតថិតនេះរាល់ការបំបែកគឺជាតតយាវិភ័តទាំងអស់ណាហើយឧទាហរណ៍មួយទៀតនេះគឺហេតុណាសម្រាប់រូបមកជាហេតុសោអញ្ចឹងកន្លែងនេះបើយើងចង់ប្រែយោនិសោនេះប្រែថាដោយចំណេះឬក៏ដោយប្រាជ្ញាហើយហេតុសោនេះប្រែថាដោយហេតុហើយប្រសិនបើយើងចង់ប្រែថាដោយអាការៈនៃហេតុអញ្ចឹងយើងយកអាការៈនេះមកបំបែកទៅគឺយកហេតុនឹងទៅភ្ជាប់ជាមួយនឹងបទថាអាការៈនេះទៅដូច្នេះវានឹងคล้ายជាឈ្មោះអាការៈតថិតចុះប្រសិនបើយើងចង់បានជាបការៈតថិតវិញដូចតែគ្នាទេគ្រាន់តែកន្លែងនេះយើងដាក់បការិអ្នកនឹងចូលទៅនោះវានឹងคล้ายទៅជាឈ្មោះរបស់តថិតអញ្ចឹងយើងដាក់ហេតុណាបការិអ្នកទៅថែមតែបការិអ្នកចូលទៅកើតទៅចុះបើចង់បានជាវិភាកៈតថិតដូចតែគ្នាទេគ្រាន់តែយើងផ្សំជាមួយក៏បានបំបែកចេញក៏បានណាកន្លែងនេះយើងដាក់ហេតុណាវិភាកេនៈគ្រាន់តែយកវិភាកេនៈនេះមកដាក់ចូលខាងក្រោយនេះទៅវានឹងคล้ายទៅជាឈ្មោះរបស់តថិតហើយដូច្នេះនៅត្រង់ចំណុចនេះគ្រាន់តែជាការលើកឡើងដើម្បីប្រដាប់ចំណេះដឹងដើម្បីប្រដាប់ការយល់បន្ថែមទេណានៅពេលដែលចងឲ្យតែឃើញថាធាឬក៏សោហើយយើងគិតមកលើអ្វីដែលយើងកំពុងតែសិក្សាខាងដើមនេះទៅណាអញ្ចឹងការសិក្សាទៅលើវិភាកៈតថិតដែលជាតថិតទី15នៃសាមញ្ញតថិតនេះវាមានចុះបច្ច័យ2គឺធាហើយនិងសោហើយជាប្រភេទតថិតមួយហៅថាអព្យយបទនៅពេលដែលសម្រេចចេញមកវាអាចបំបែកទៅណាទេហើយប្រការមួយទៀត
បច្ច័យទាំងពីរនោះតម្រូវឲ្យប្រែចេញអាយតនិបាតហ្នឹងថាដោយហើយដោយសារយើងចងប្រើសាបថាវិភាគៈដូច្នេះនៅពេលដែលប្រែគឺចេញចំណែកទៅដោយចំណែកហើយបច្ច័យទី1គឺធាបច្ច័យនេះវាប្រកបជាមួយនឹងសង្ខចាជាមួយនឹងនាមហើយការតាំងវកហៈនឹងមានការប្រែប្រួលវចនៈអាស្រ័យទៅតាមបទសង្ខចានឹងច្រើនឬក៏តិចដល់តែចំណុចខនេះសោបច្ច័យនឹងប្រកបជាមួយនឹងពួកនាមហើយនៅពេលដែលតាំងវកហៈវចនៈវានៅថេគឺវិភាគៈនឹងយកទៅបំបែកវាមានរូបជាតតយាវិផតឯកវចនៈដោយឧទាហរណ៍នឹងដែលបានលើកឡើងជាលើមកហើយណាអញ្ចឹងការសិក្សាទៅលើចំណុចទី15នៃសាមញ្ញតថិតនេះមានប៉ុណ្ណេះ